សួស្តីបងប្អូនទាំងអស់គ្នាតោះយើងមក unboxing Wi-Fi wireless របស់ Seacard ចាំមើលអែមអត់អូកាត់ហើយអូនេះច្រាស់ហ្នឹងអូតែពេលខ្ញុំដាក់វារើទៅវានឹងត្រឡប់មកធម្មតាវិញហើយកាមេរ៉ាទូរស័ព្ទកាមេរ៉ាមុខគឺថតមកមុខតែងតែវាចអញ្ចឹងខ្ញុំដឹងមូលហេតុមិញហ្នឹងអូខេលើកបើកវាមើលសិនទីកត្រៃនេះមុខក៏ស្រួចឲ្យកាត់មុតដូចឡាមអើយទុកណាអូខេបើកកន្លែងណាទៅតែននេះបងប្អូនយើងសមត្ថភាពប្រហែល Wi-Fi ខ្សែដែរគ្រាន់តែថាវាបានតែ200មេទេអញ្ចឹង200មេគណៈយើងជាបុគ្គលធម្មតាជាបរិវត្តធម្មតាដែលមិនប្រើ Wi-Fi លក្ខណៈបើក្រុមហ៊ុនធំយើងប្រើបានណាព្រោះអ្នកខ្លះគេប្រើតាយ៉ាងអស់100មេ MMO គេប្រើតា200មេហ្នឹងអញ្ចឹង200មេវាល្មមហ្នឹងហើយដូចឆេះមើលឃើញអូខ្ញុំបើកflash ខាងលើពលឺភ្លឺពេកបិទវិញទៀតយ៉ាងអុយកាន់តែភ្លឺ3កាំបានហើយ3កាំបានហើយមកអត់នៅតែឆេះអូ1កាំអូខេនេះ6ខែគឺគេ free router នឹងឲ្យ$90ដាក់100មេក្នុងមួយខែតែ$15ទេ8 10រៀលគឺបានដល់200មេឥឡូវខ្ញុំតេស្តសាកមើលសិនស្អីហ្នឹងប្រើ SIM ដែរអានេះ SIM គេដាក់មកអូតូម៉ាទិកដាក់តាំងពីនោះមកមានអីគេទៀតនេះអីគេអូប្រើដុំហើយនឹងខ្សែ Wi-Fi ក៏មានដែរណាខ្សែ LAN ហើយនេះដុំរបស់គេអូខេចាំតិចចាំតអូខេនេះបងប្អូនទាំងអស់គ្នាបានហើយវាបាន 4G ឥឡូវបន្តិចទៀតយើងទៅមើលទាំងអស់គ្នាថាដុំហ្នឹង speed វាបានប្រមាណហើយកន្លែងទីតាំងដែលខ្ញុំដាក់ហ្នឹងគឺជាតំបន់ដែលអត់សូវមានសេវាដែលរាល់ដងដាក់បើសិនខ្ញុំយក router SIM មកដាក់ហ្នឹងគឺអត់សូវដើរទេអូខេទាំងអស់គ្នាឥឡូវចាំមើល speed ចាំមើល speed បានប៉ុន្មានមុនគេនេះគឺ speed download នេះអូខេហើយបន្តទៀតនេះគឺ speed upload ដែលយើងបង្ហោះចេញណា speed download គឺយើងលេង TikTok អីហ្នឹងយើងអូសទៅណាហ្នឹងគេហៅ speed download ស្អីហ្នឹង load មកហ្នឹងអីគេហ្នឹងហើយចេញវិញធ្វើម៉េចអូនោះ speed upload ខាងលើ 30.1 ហើយ speed download 71.9 បាទអរគុណបងប្អូនយើង